ងចែកឲ្យដាច់រវាងការធ្លាក់សធម្មតានិងការធ្លាក់សកាត់សត្វគីមីដោយសារតែមានបងប្អូនស្ត្រីមួយចំនួនធំមែនទែនគាត់នៅតែមានការយល់ច្រឡំអ្នកខ្លះគាត់កើតមានជាមួយនឹងមេរោគផ្សិតហើយគាត់គិតថាគាត់កើតមានជាមួយនឹងការធ្លាក់សធម្មតាទៅវិញអញ្ចឹងបងប្អូនបែងចែកឲ្យដាច់សម្រាប់ការធ្លាក់សធម្មតាស្ត្រីយើងធ្លាក់តែកំឡុងមុនពេលមករដូវរួចឬក៏ក្រោយពេលអស់រដូវរួចតែប៉ុណ្ណោះក៏ប៉ុន្តែបើសិនជាបងប្អូនមានការធ្លាក់សជាប្រចាំថ្ងៃធ្លាក់សនៅពេលដែលញ៉ាំចំណីអាហារខុសធ្លាក់សនៅពេលដែលរួមភេទទៅមានការធ្លាក់សកកមកចាប់ផ្ដើមមានក្លិនជូរក្លិនឆ្អាបក្លិនស្អុយបង្ហាញថាបងប្អូនកំពុងតែមានការធ្លាក់សឆ្លងមេរោគផ្សិតទ្វីមីហើយផ្សិតទ្វីមីមាន3ដំណាក់កាលបើបងប្អូនធ្លាក់សន្តានបែបទី1បងប្អូនធ្លាក់បែបជាប្រភេទជាទឹកអត់ទាន់មានក្លិនអត់ទាន់មានពណ៌ហើយក៏អត់ទាន់ផ្ដល់ផលរំខានជូនបងប្អូនដែរក៏ប៉ុន្តែវាធ្លាក់ជាប្រចាំថ្ងៃដំណាក់កាលធ្លាក់សទី2បងប្អូនធ្លាក់មកជាប្រភេទបែបកកដុំឬក៏ខាប់ស្អិតប៉ុន្តែនៅក្នុងលក្ខណៈទម្រង់ពណ៌សទេអាចមានក្លិនជូរក្លិនឆ្អាបឬក៏ក្លិនផ្អូមចាប់ផ្ដើមនៅជាមួយដៃគូគ្រួសារមានអារម្មណ៍ថាដឹងប្លែកលឿនគឺទ្វីមីចាប់ផ្ដើមស្ងួតអត់សូវមានសំណើមហើយចាប់ផ្ដើមលំមាស់ស្គៀបត្រង់បរិវេណទ្វីមីទី3សន្តាននៃការធ្លាក់សបងប្អូនមកដោយទៅនឹងដំណាក់កាលទី2អញ្ចឹងជាប្រភេទបែបកដុំខាប់ស្អិតប៉ុន្តែចាប់ផ្ដើមប្រែប្រួលពណ៌បែបម៉េចជាប្រភេទបែកខៀវបែកលឿងមានខ្ទុះឬក៏មានកកឈាមប្រាចាប់ផ្ដើមមានក្លិនស្អុយចេញពីខាងក្នុងទ្វីមីតែម្ដងបើអ្នកដែលមានដៃគូគ្រួសារកាត់សត្វទី3នេះគឺរស់នៅអត់បានទេក្តៅឈឺកុហលកាហាយត្រង់បរិវេណទ្វីមីតែម្ដងហើយតាក់ទងជាមួយនឹងពេលដែលបងប្អូនមានជាមួយនឹងបញ្ហាធ្លាក់សកាត់សត្វហើយបំរែបំរួលអរម៉ូនរាងកាយបងប្អូនក៏មានការប្រែប្រួលតាក់ទងជាមួយនឹងវត្តរដូវបងប្អូនក៏ចាប់ផ្ដើមមករអួលអាចនឹងមកអត់ទៀងទាត់ឈឺចុកចាប់កំឡុងពេលមករដូវចាប់ផ្ដើមមករាំងឬក៏បរិមាណនៃការធ្លាក់មកនេះគឺពណ៌ក្រហមកម្ៅអញ្ចឹងសម្រាប់បងប្អូនចាប់ផ្ដើមមានជាមួយនឹងអាការៈក៏ដូចជារោគសញ្ញាដែរនាងខ្ញុំបានរៀបរាប់ខាងលើនេះធ្លាប់បានរកដំណោះស្រាយមិនទាន់ធូរមិនទាន់បាត់បងប្អូនអាចតាក់ទងមកអ្នកគ្រូមានធ្វើការប្រឹក្សាសុខភាពជូនបងប្អូនដោយឥតគិតថ្លៃហើយក៏មានផលិតផលពិសេសជូនបងប្អូនណែនាំយកទៅប្រើប្រាស់ដែរ